នៅមេរៀននេះខ្ញុំបានបង្ហាញដល់អ្នកគ្នាអំពីរបៀបនៃការបើក control iPod នៅពេលដែលលោកអ្នកប្រើកម្មវិធីផ្សេងទៀតនៅក្នុង iPhone បាទឧទាហរណ៍ថាលោកអ្នកបានបើកស្ដាប់ចម្រៀងនៅក្នុង iPod បន្ទាប់មកលោកអ្នកចូលទៅកាន់ Home របស់ iPhone វិញហើយនៅពេលនេះគឺ iPod កំពុងតែ play នៅបទចម្រៀងនៅពេលដែលវាចេញសញ្ញារូប play បែបនេះតែពេលដែលលោកអ្នកចូលប្រើកម្មវិធីផ្សេងឧទាហរណ៍ថាចូលទៅក្នុង Safari ដល់មកមើលព័ត៌មានផ្សេងនៅទំព័រ website ផ្សេងប៉ុន្តែក្រោយមកលោកអ្នកចង់ស្ដាប់បទផ្សេងឬក៏ចង់បិទនៅចម្រៀងឬក៏ចង់បដូរសំឡេងអ្វីផ្សេងនៅក្នុង iPod នោះលោកអ្នកអាចគ្រាន់តែ double click ឬក៏ចុចពីរដងនៅលើ home button របស់ iPhone ពោលគឺប៊ូតុងតែមួយរបស់ iPhone នៅខាងមុខគេហ្នឹងចុចវាពីរដងនោះលោកអ្នកនឹងឃើញ control របស់ iPhone ចេញមកនៅក្នុងនេះលោកអ្នកអាចចុចទៅកាន់បទផ្សេងទៀតឬក៏បិទវិញបិទនៅផ្ទាំងនេះវិញឬក៏ទៅកាន់ iPod ឬមួយក៏លោកអ្នកទៅកាន់បទពីមុនឬមួយក៏ pause នៅបទចម្រៀងនោះលោកអ្នកអាច control នៅ iPod បាននៅផ្ទាំងនេះបន្ទាប់មកទៀតឧទាហរណ៍ថាខ្ញុំចង់ស្ដាប់បទផ្សេងខ្ញុំបាទអាចចុច next នៅត្រង់នេះនឹងចូលបទមួយទៀតហើយលោកអ្នកក៏អាចចុចនៅលើ iPod នេះលោកអ្នកនឹងចូលទៅកាន់ iPod វិញបាទការប្រើរបៀបនេះគឺលោកអ្នកអាចគ្រប់គ្រងនៅបទចម្រៀងដែលលោកអ្នកចង់ស្ដាប់បានភ្លាមនៅពេលដែលលោកអ្នកប្រើប្រាស់នៅកម្មវិធីផ្សេងនៅក្នុង iPhone បាទការប្រើរបៀបនេះគឺអាចអនុវត្តបាននៅក្នុងតែករណីចម្រៀងកំពុងតែបើកតែប៉ុណ្ណោះបើចម្រៀងមិនទាន់បើកទេលោកអ្នកមិនអាចចុចពីរដងនៅលើ Home button របស់ iPhone ដើម្បីបើក iPod បានទេបាទសម្រាប់ថ្ងៃនេះខ្ញុំបាទដល់ទីបញ្ចប់ហើយសូមអរគុណចំពោះការតាមដានសិក្សានៅក្នុងពេលនេះខ្ញុំបាទសូមជម្រាបលា